Ok,ទាំងអស់គ្នាឥឡូវយើងចាប់ផ្ដើមរៀនណារៀនបដាយើងធ្វើលំហាត់បដាតកតនឹង present simple និង present continuous បងមុនចាំការប្រើពាក្យ present simple និង present continuous ហើយបើភ្លេចពីពេលរៀនណាយើងរំលឹកវិញទេណា present simple យើងផ្ដោតទៅលើសកម្មភាពជាទម្លាប់ធ្វើញឹកដងណាហើយ present continuous និយាយអំពីរឿងកំពុងកាក់ឡើងឥឡូវចំណុចពេលកំពុងធ្វើនឹងឯងចឹងយើងទៅធ្វើលំហាត់តែម្ដងជាមាន5លំហាត់ថ្ងៃនេះណាតោះទៅលំហាត់ទី1 I usually breakfast at 7 but today I at 9ចឹងលោកគ្រូឲ្យចម្លើយ4ចឹងបងប្អូនជ្រើសរើសចម្លើយក្នុង4ហ្នឹងមានមួយត្រូវណាតើរវាង A B C និង D មួយណាអូខេដូច្នេះចម្លើយត្រូវគឺ A ហេតុអីបាន A ត្រូវជាងមើលចន្លោះទី1គេដាក់ម៉ោងហើយគេដាក់ពាក្យថា usually ដែលជា adverb of frequency សំដៅអំពីសកម្មភាពកើតឡើងជារឿយៗចឹងសកម្មភាពកើតឡើងរឿយៗជាទម្លាប់ជាយើងប្រើ present simple នៅចំណុចទី1និងទី2 at night and today នៅថ្ងៃនេះជាចំណុចពិសេសសម្រាប់ទៅថ្ងៃនេះមិនមែនជាទម្លាប់ទេដូច្នេះចន្លោះទី2យើងគឺប្រើ present continuous ចឹងចម្លើយ A ត្រឹមត្រូវតោះទៅលំហាត់មួយទៀតNumber 2, C, blah, 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 to music every morning. But C, blah, 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 TV right now. ចឹងមានចម្លើយ4នេះគ្នាណាជ្រើសរើសរវាង A, B, C ហើយនិង D. Ok, ចឹងចម្លើយត្រូវគឺចម្លើយ C ហេតុអីបាន C ត្រឹមត្រូវចឹងគឺបញ្យល់ចំណុចទី1គេដាក់ជាមើល clear នៅចុងកន្ទុយបញ្យល់នេះគេដាក់ every morning ជារៀងរាល់ព្រឹកជារៀងរាល់ព្រឹកជា clear មួយបង្ហាញពីសកម្មភាពកើតឡើងឲ្យតែពេលព្រឹកកើតមែនទេចឹងវាកើតឡើងច្រើនដងម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតតែជាទម្លាប់ដូច្នេះយើងប្រើ present simple នៅចំណុចទី1ហើយទី2 right now ឥឡូវនេះជាសកម្មភាពកើតឡើងឥឡូវនេះយើងប្រើ present continuous ចឹងចម្លើយ C ត្រឹមត្រូវហេតុអីបានមិនរើសជាចម្លើយ A ដោយសារជាមើល translation ត្រង់ C មាន S ប្រធានយើង C កាលយើងប្រើមួយប្រធាន C it គេអាស័ព្ទត្រូវបន្ថែម S ដូច្នេះ C ជាចម្លើយត្រឹមត្រូវដាច់ខាតហើយតើយើងទៅលំហាត់ទី3 Look at the children look the children football in the yard ចឹងចម្លើយមួយណាជាចម្លើយត្រឹមត្រូវតើមើលទាំងអស់គ្នាជាមាន option ចំនួន4ឲ្យបងជ្រើសរើសទៀតអីណាអូខេជាងមិញជ្រើសរើសត្រូវអត់លោកគ្រូក៏អត់ដឹងដែរចម្លើយត្រឹមត្រូវគឺ B ហេតុអីបាន B ត្រឹមត្រូវលោកគ្រូជាងមកមើលទាំងអស់គ្នា look មើលធម្មតាបើយើងកេះហៅគេហើយប្រាប់ឲ្យគេមើលប្រកាសជានិយាយអំពីរឿងឥឡូវនេះហើយមែនទេជាងយើងច្បាស់ថាត្រង់ហ្នឹងត្រូវតែប្រើ present continuous ជានៅក្នុង present continuous មានអត់ទៅ2 B ហើយនិង D ហេតុអីបានត្រូវទៅតែអក្សរ B ដោយសារប្រធានរបស់យើងគឺ the children ក្មេងៗមានមនុស្សច្រើនអ្នកដូច្នេះ to be យើងត្រូវប្រើគឺ are not is ជាងចម្លើយត្រូវគឺមានតែ B ទេជាងទៅលំហាត់ទី4 My father blah 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 to work by car every day but today he blah 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 by bus sorry the bus ឪពុករបស់ខ្ញុំចឹងចម្លើយមាន4ដូចគ្នាណាជាងទៅរើចម្លើយត្រឹមត្រូវគឺ C ជាលោកគ្រូបញ្យល់ឲ្យបាន C ត្រឹមត្រូវតែមើលចន្លោះដំបូងឲ្យពេញ clear កន្ទុយគេប្រើគឺ every day ជារៀងរាល់ថ្ងៃជាទម្លាប់ជាងចន្លោះទី1ទៅ7ជាមួយ present simple ហើយចន្លោះទី2 but today ប៉ុន្តែនៅថ្ងៃនេះជាងឃើញហ្នឹងមិនជាទម្លាប់ទេជារឿងថ្ងៃនេះ
កំពុងកើតឡើងថ្ងៃនេះដូច្នេះយើងប្រើ present continuous ចម្លើយត្រូវគឺ C តោះទៅលំហាត់ចុងក្រោយថ្ងៃនេះណា Be quiet I to what the teacher ចឹងគឺរើសចម្លើយអីចឹង option មាន4ដូចគ្នាណាអូខេចម្លើយត្រឹមត្រូវគឺ D ហេតុអីបានប្រើ present continuous ទាំងសងខាងអញ្ចឹងមូលយើងមើលនេះសុំស្ងាត់ជាមួយយើងប្រាប់ឲ្យគេស្ងាត់ប្រកាសជាយើងជាអ្វីដែលយើងកំពុងធ្វើឥឡូវហើយខ្ញុំកំពុងតែស្ដាប់អ្វីដែលលោកគ្រូកំពុងនិយាយមែនទេអញ្ចឹងយើងស្ដាប់ខណៈពេលគ្រូកំពុងនិយាយរឿងទាំងពីរកើតឡើងកណាគ្នាកើតឡើងលើទាំងអស់ដូច្នេះទាំងមុខទាំងក្រោយយើងត្រូវប្រើ present continuous ដូចគ្នាអញ្ចឹងបងប្អូនយល់ទេថាការប្រើប្រាស់របស់ present simple និង continuous ដូចជាមិនជាច្រឡំគ្នាហ្មងទេណាមួយជាទម្លាប់ហើយមួយទៀតរឿងកំពុងកើតឡើងឥឡូវហើយមិញធ្វើបានមិនចំណុចដែរអរគុណអញ្ចឹងលំហាត់ថ្ងៃនេះមានតែប៉ុណ្្នឹងទាំងអស់គ្នាជំរាបលាហើយជួបគ្នានៅវីដេអូក្រោយទៀត